រឿងទី1ដែលគាត់បានចែករំលែកនេះបានកើតឡើងនៅថ្ងៃទី13ខែសីហាឆ្នាំ2016ជាថ្ងៃដែលគាត់និងក្រុមគ្រួសាររបស់គាត់បានធ្វើដំណើរទៅក្រុងព្រះសីហនុដើម្បីស្នាក់នៅសន្តាគារដែលគាត់ទទួលបានសម្បត្តិស្នាក់នៅ free រហូតទៅដល់2បន្ទប់ឯណោះហើយសន្តាគារដែលគាត់ឈ្នះរង្វាន់បាន2បន្ទប់នឹងគឺជាសន្តាគារដែលបងប្អូនម្នាក់ណាក៏ស្គាល់ដែរឲ្យតែអ្នកធ្លាប់ទៅលេងកំពង់សោមគឺស្គាល់ទាំងអស់ព្រោះសន្តាគារនេះគឺកំពូលល្បីឈ្មោះខាងផ្នែកអានឹងឯងបើសិនជាខ្ញុំប្រហែលតិចទៀតគឺសន្តាគារហ្នឹងនៅចិត្តឆ្នេរហ្មងខ្ញុំនិយាយចេះចោះជាឆ្នេរមួយដែលអត់សូវមានមនុស្សកុះកច្រើនទេហើយនៅចិត្តសន្តាគារហ្នឹងគឺមានបឹងមួយដែលគេហៅបឹងកពើហ្នឹងឯងអញ្ចឹងទាយខ្លួនឯងទៅសាកសម័យខ្លួនឯងទៅតើសន្តាគារនោះគឺជាសន្តាគារបែបណាឲ្យតម្រុយមួយទៀតគឺសន្តាគារនេះស្ថិតនៅលើភ្នំនៅក្នុងក្រុងតែម្ដងពេលនោះហេតុតែគាត់បានសម្បត្តិ free រហូតដល់2បន្ទប់អញ្ចឹងហើយគាត់ក៏បបួលក្រុមគ្រួសារគាត់ពេលនោះមានពូរបស់គាត់មីងរបស់គាត់ប្អូនបង្កើតរបស់គាត់និងបងបង្កើតរបស់គាត់មួយឡានជិះពីទីក្រុងភ្នំពេញទៅគេងបន្ទប់ free នៅឯក្រុងព្រះសីហនុបងរបស់គាត់ក៏ចូលរួមដែរតែទាស់ត្រង់ថាបងរបស់គាត់បំពេញតួនាទីជាគ្រូពេទ្យដូច្នេះហើយគាត់ឡើងទៅយប់ឡើងអញ្ចឹងដំណើរមួយនេះគឺគាត់ចេញទៅមុនដែលម៉ោងដែលគាត់បានធ្វើដំណើរគឺម៉ោង 4-5 រសៀលនៅក្នុងឆ្នាំ2016បងប្អូនដឹងហើយបើចង់ទៅកំពង់សោមគឺมันអាចជិះនៅលើផ្លូវលបឿនលឿននោះទេព្រោះផ្លូវលបឿនលឿនអត់ទាន់សាងសង់ហើយអញ្ចឹងការធ្វើដំណើរនេះគឺធ្វើដំណើរទៅតាមផ្លូវជាតិលេខ4ការធ្វើដំណើរនេះទៀតសោតក៏គាត់មិនបង្ខំដែរមិនជន់ឲ្យលឿនអីទេគឺជិះរបៀបឈៀលរបៀបសបាយដល់ម៉ោងប្រហែលក៏ដល់ម៉ោងប៉ុណ្្នឹងទៅចេញតាំងពីមានព្រះអាទិត្យឈប់ញ៉ាំអីឈប់ថតរូបដើរកំសាន្តអុជធូបកន្លែងលោកយាយម៉ៅលាក់ដោយសារតែហត់ពីដំណើរកំសាន្តផងជិះច្រើនម៉ោងផងគាត់និងប្អូនរបស់គាត់ដែលអង្គុយខាងក្រោយនឹងក៏បានគេងលក់បាត់ទម្រាំទៅដល់សន្តាគារនឹងម៉ោងប្រមាណប្រហែលជា10យប់បាត់ទៅហើយនៅពេលដែលចូលទៅដល់ខ្លោងទ្វារសន្តាគារមួយហ្នឹងនៅពេលដែលកំពុងតែជិះចូលទៅដល់ខ្លោងទ្វាររបស់សន្តាគារនេះកំពុងតែជិះឡើងស្រាប់តែមីងរបស់គាត់ស្រែកថាមានក្មេងជិះកង់ជន់ប្រាំងពូរបស់គាត់លឺបែបនេះគាត់ជន់ប្រាំងមកទៅហឹងដែលធ្វើឲ្យ2នាក់គាត់ខាងក្រោយនេះគឺភ្ញាក់ឡើងអារបៀបថាភ្ញាក់អាកត្រែដល់ពេលសឡឹងមើលទៅទេអត់មានក្មេងជិះកង់មកពីណាផងហើយគាត់ក៏សឡឹងមើលបរិយាកាសហើយគាត់ក៏និយាយថាពូចំមិនស្ថានភាពហ្នឹងធំតែស្ងាត់មកម៉េះពូរបស់គាត់ក៏ឆ្លើយតបមកវិញបែបផែនអូស្ថានភាពហ្នឹងបែបអរ៉ុបហ្នឹងគេចូលចិត្តស្ងាត់អញ្ចឹងហើយមិនសូវមានមនុស្សមកគេងទេហើយណាមួយទៀតស្ថានភាពនឹងស្ថានភាពផ្កាយ5វាថ្លៃយើងចូលចិត្តតែគេងទស្សនៈគេងស្ថានភាពរៀងធូហ្នឹងផ្កាយ5អញ្ចឹងថ្លៃអញ្ចឹងអត់មានអីចម្លែកទេយើងកាត់ចូលទៅដល់នៅពេលដែលឡានរបស់គាត់បមកដល់កន្លែងចតហើយគាត់យកអីវ៉ាន់ចុះពីលើឡានអស់ហើយពួកគាត់បានដើរតម្រង់ទៅកាន់កន្លែងទទួលភ្ញៀវដើម្បីចូល check in សិនអញ្ចឹងណាគាត់បានដើរទៅដល់តុអ្នកទទួលភ្ញៀវហើយគាត់ឈរនៅនឹងឡើងយូរមែនតើតែអត់មានអ្នកណាចេញមកទាល់តែសោះអញ្ចឹងហើយគាត់ក៏សម្រេចចិត្តចុចកណ្ដឹងនៅលើតុចុចច្រើនលើកច្រើនសារទម្រាំមានមនុស្សចេញមកហើយដឹងថាអ្នកចេញមកនឹងចេញមកតាមណាទេគឺចេញពីក្រោមតុអញ្ចឹងនៅពេលនេះសក្តានុភាពអត់មានខ្មោចទេមានតែមនុស្សមនុស្សតែម្ដងទៅធ្វើឲ្យពួកគាត់ណែឈរនៅពីមុខតុនឹងគឺភ័យឲ្យរបៀបថាអូហើយចេញមកពីណាហ្នឹងនៅពេលដំណើរការ check in រួចរាល់ហើយអ្នកទទួលភ្ញៀវក៏ហុចសោ2មកឲ្យគាត់សោនោះបង្ហាញថាមួយគឺនៅជាន់ទី4បន្ទប់405ហើយមួយទៀតគឺនៅជាន់ទី5បន្ទប់502គឺជាបន្ទប់របស់ម្ចាស់សាច់រឿងជាមួយនឹងប្អូនហើយនឹងបងគាត់ដែលត្រៀមឡើងមកពីទីក្រុងភ្នំពេញឯបន្ទប់405គឺជាបន្ទប់របស់ពូមីងរបស់គាត់ទទួលបានសោហើយក៏មានអ្នកទទួលយកអីវ៉ាន់ហ្នឹងគេអូសអតេសមកដាក់អីវ៉ាន់របស់គាត់នៅលើអតេសមួយហ្នឹងហើយក៏នាំគាត់ទៅកាន់ចណ្ដារយន្តគាត់បញ្ជាក់ថាចណ្ដារយន្តហ្នឹងគឺធំល្មមមករបៀបថាគាត់គ្នា4នាក់នៅក្នុងចណ្ដារយន្តហ្នឹងហើយថែមអតេសដឹកវ៉ាលីនឹងបានថែមទាំងអ្នករុញវ៉ាលីនឹងចូលបានទៀតប៉ុន្តែនៅពេលដែលដើរទៅដល់ចរាយន្តអ្នកយកវ៉ាលីបានចុចហើយចុចជាន់ទី4ឲ្យគាត់មួយចុចជាន់ទី5ឲ្យគាត់មួយតែគាត់មិនចូលនោះឡើយតែគាត់មានចម្ងល់ថាចរាយន្តដូចធំណាស់តែព្រមចូលមកមួយគ្នាប្រហែលជាអានឹងជាសុជីវធម៌ឬក៏ច្បាប់ទម្លាប់នៅកន្លែងគេមិនឲ្យជិះទៅជាមួយភ្ញៀវហ្នឹងមើលទៅអ
ចឹងគាត់ក៏គិតថាប្រហែលជាអញ្ចឹងហើយទ្វារចន្ទាយន្តចាប់ផ្ដើមបិទហើយចន្ទាយន្តចាប់ផ្ដើមឡើងទៅលើក្នុងអំឡុងពេលដែលចន្ទាយន្តកំពុងតែឡើងត្រឹមជាន់ទី1លោកពូរបស់គាត់ក៏មានមតិថាឥឡូវនេះយើងដល់ជាន់ទី4យើងមិនបាច់ចាញ់ទេយើងឡើងទៅដល់ជាន់ទី5ហ្មងទៅចាំមើលក្មេងៗរៀបចំទុកដាក់ក្មេងៗហើយចាំយើងចុះមកជាន់ទី4វិញមីងរបស់គាត់ក៏ឯកភាពគាត់ក៏ឯកភាពប្អូនរបស់គាត់ក៏ឯកភាពទាំងអស់គ្នាកំពុងតែឡើងទៅដល់ជាន់ទី4នៅខ្វះមួយជាន់ទៀតណានៅពេលនេះគឺត្រឹមតែជាន់ទី4តែប៉ុណ្ណោះទ្វារចន្ទាយន្តក៏ចាប់ផ្ដើមបើកឡើងនៅពេលដែលទ្វារចន្ទាយន្តបើកឡើងនេះអ្នកមីងរបស់គាត់បែរជានិយាយថាអត់ទេខ្ញុំចាញ់តែមុនហើយគេអត់ឲ្យខ្ញុំនៅទេបែរជានិយាយអញ្ចឹងដែលធ្វើឲ្យពូរបស់គាត់ហើយគាត់ហើយប្អូនគាត់ហ្នឹងគឺស្រឡាំងកាំងហ្នឹងមិនទៅអញ្ចឹងពូរបស់គាត់ក៏និយាយកាត់កុំឲ្យក្មេងៗខ្លាចហើយថាអញ្ចឹងក៏បានដែរតាចាំបងយកក្មេងៗឡើងទៅជាន់ទី5ទ្វារក៏បានបិទហើយគាត់ក៏ឡើងទៅជាន់ទី5បញ្ជាក់ដែរថាបន្ទប់ទាំងពីរនេះគឺមិននៅគៀកចន្ទាយន្តនោះឡើយចឹងនៅពេលដែលពូរបស់គាត់បានបើកទ្វារឲ្យក្មេងៗចូលទៅក្នុងនឹងហើយពូរបស់គាត់ក៏ចាក់ចេញទៅបើសិនជានិយាយអំពីម្ចាស់សាច់រឿងវិញម្ចាស់សាច់រឿងបានប្រាប់ថាចេះគាត់មិនដឹងថាម៉េចទេតែចូលមកដល់ក្នុងបន្ទប់មួយនេះគឺគាត់មានអារម្មណ៍ថាព្រឺសម្បុរខ្លាំងមែនទែនជាសកម្មភាពរបស់ម្ចាស់សាច់រឿងវិញនៅពេលទទួលបានអារម្មណ៍នេះហើយគាត់រត់ទៅភ្លាមអត់ទាន់បានដាក់វ៉ាលីឲ្យស្រួលបួទេរត់ទៅដាំទឹកដើម្បីឆុងកាហ្វេ2កញ្ចប់ភ្លាមតែម្ដងដែលប្អូនរបស់គាត់ឆ្ងល់តែចេះហើយឆុងកាហ្វេឲ្យដល់2កញ្ចប់បងឯងឆុងចឹងបងឯងញ៉ាំទៅតិចគេអត់លក់គាត់បានឆ្លើយតបជាមួយនឹងប្អូនរបស់គាត់វិញថាចេះអូអត់អីទេបើគេអត់រួចចាំគាត់នៅមើលទូទួលអស់ភ្លឺក៏បានដែរណាមួយទៀតគាត់នៅចាំវីដេអូខលជាមួយនឹងបងប្រុសផងព្រោះបងប្រុសចេញមកពេលយប់ហ៎ចឹងចង់ដឹងសុខទុក្ខគាត់យ៉ាងណាហើយប្អូនរបស់គាត់ក៏ឆ្លើយថាអូចឹងក៏បានដែរចឹងឥឡូវខ្ញុំចូលទៅមុជទឹកមុនណាព្រោះមិញខ្ញុំអឺតមើលបន្ទប់ទឹកទៅបន្ទប់ទឹកដូចមានបញ័រអារបៀបកន្លែងត្រាំទឹកបានចឹងគាត់ដូចចង់ត្រាំទឹកលេងបន្តិចគាត់ទទួលបានពាក្យហ្នឹងហើយគាត់ក៏ឆ្លើយថាហ្នឹងហើយតែកុំភ្លេចបិទវាំងននផងណាហើយមិនដឹងថាហេតុអ្វីគាត់និយាយប្រយោគបន្ទាប់មួយនេះទៅកាន់ប្អូនរបស់គាត់នេះគាត់និយាយតថាអញ្ចេះណែបើអត់ស្រួលទេចេញមកវិញប្រាប់ចាយផងដែលគាត់មានចម្ងល់ថាហេតុអីមិនគាត់ត្រូវនិយាយអញ្ចឹងអត់ស្រួលមិនទៅអត់ស្រួលរបៀបមិនខ្មោចលងឬក៏មិនវាក៏ក្រេករបៀបមិនគាត់អត់ដឹងខ្លួនឯងថាហេតុអ្វីបានខ្លួនឯងនិយាយពាក្យហ្នឹងទៅកាន់ប្អូនរបស់គាត់ចូលទៅក្នុងបន្ទប់ទឹកប្រហែលជា5នាទីស្រាប់តែទ្វាររបស់គាត់ត្រូវបានគោះគាត់ឮសំឡេងគោះទ្វារតុកគាត់ដើរទៅបើកទ្វារអ្វីដែលគាត់ឃើញគឺអ្នកខាងសេវាកម្មយកវ៉ាលីមកឲ្យគាត់ដែលគាត់មានចម្ងល់ថាសមហេតុផលដែរសមតែចរាយន្តឃើញមានច្រើនដែរតាសមតែមកតាណាល់គ្នាហើយនៅពេលដែលគាត់ចូលដល់បន្ទប់គឺអាវ៉ាលីហ្នឹងមកដល់ល្មមតែហេតុអីបានដល់5នាទីទើបបានវ៉ាលីហ្នឹងមកដល់គាត់ឃើញអញ្ចឹងក៏គាត់មិនខ្វាយខ្វល់អីដែរគាត់បែរក្រោយទទួលយកវ៉ាលីហ្នឹងហើយគាត់បែរក្រោយដើម្បីថារយកលុយធីបទៅឲ្យអ្នកជួយលើកវ៉ាលីឲ្យគាត់អញ្ចឹងណាតែបងប្អូនដឹងថាមានរឿងអីហ៎នៅពេលដែលគាត់បែរទៅវិញនេះប្រហែលជា3វិនាទីប្រហែលកំឡុងពេល3វិនាទីនៅពេលគាត់បែរទៅវិញបាត់អ្នកសេវាកម្មនឹងបាត់តែគាត់ឆ្ងល់ថាចំហើយលឿនម៉េះដល់ពេលគាត់អឺតមើលទៅខាងក្រៅអ្នកដែលយកវ៉ាលីគាត់មកហ្នឹងដល់ចរាយន្តបាត់ហើយហ្នឹងហើយគាត់បញ្ជាក់ដដែលថាបន្ទប់របស់គាត់គឺនៅឆ្ងាយណាស់ពីចន្ទាយន្តអញ្ចឹងបើសិនជាដើរក៏ត្រូវការពេល10វិនាទីទៅ15វិនាទីដែរទម្រាំតែដើរដល់តែនេះតែ3វិនាទីហត់ដល់ចរាយន្តវិញតើមានរឿងអីកើតឡើងគេដឹងអីឬក៏មិនតែគាត់ឆ្ងល់ថាចំហើយរត់លឿនម៉េះលឿនដូចព្យុះរត់តែដកលុយឲ្យក៏មិនទាន់ចូលដល់ម៉ោងប្រហែលជា11យប់បងប្រុសរបស់គាត់បានជិះឡានក្រុងមកដល់កំពង់សោមហើយគាត់បានទេតាក់ទងមកកាន់ម្ចាស់សាច់រឿងដើម្បីឲ្យប្រាប់លោកពូរបស់គាត់ឲ្យជួយយកឡានមកយកគាត់ផងគាត់ក៏បានធ្វើមែនគាត់បានទេទៅជំរាបទៅលោកពូដើម្បីឲ្យទៅយកគាត់លោកពូបានទទួលដំណឹងហើយគាត់ក៏ចេញឡានទៅយកបងប្រុសស្របពេលគ្នានោះប្អូនរបស់គាត់ក៏ចេញពីងូតទឹកល្មមគាត់ឃើញប្អូនរបស់គាត់ចេញពីងូតទឹកបែបនេះគាត់ក៏ចូលងូតទឹកម្ដងគាត់ថានៅពេលដែលគាត់ចូលងូតទឹកនេះប្រហែលជា 2-3 នាទីទេលឿនមែនតើអារបៀបថាស្រូចខ្លួនឲ្យតែត្រជាក់ខ្លួនប៉ុណ្ណឹងស្អែកចាំដោះខ្លួនអីសម្អាតខ្លួនឲ្យស្អាតណានៅពេលដែល 2-3 នាទីហ្នឹងគាត់ចេញមកប្អូនរបស់គាត់បានគេងលក់បាត់ទៅហើយគាត់ឃើញបែបនេះទូរទស្សន៍ដែលបានបើកចោលគាត់ក៏បន្ធូរសំឡេងមើលទូរទស្សន៍ដើម្បីចាំផ្លូវបងរបស់គាត់ប៉ុន្តែនៅពេលដែលគាត់មើលទូរទស្សន៍នេះបានត្រឹមតែ 2-3 នាទីគាត់ក៏គេងលក់បាត់ទៅវាជាចម្ងល់មួយដែរត្រង់ថាគាត់គេងមកតាមឡានរហូតគាត់ផឹកកាហ្វេអស់2កញ្ចប់ហើយគាត់ជាមនុស្សម្នាក់ដែល
គេងបិទភ្លើងបើកភ្លើងគាត់គេងអត់លក់ទេតែនេះបើកភ្លើងនៅក្នុងបន្ទប់ហើយគាត់ផឹកកាហ្វេអស់ពីកញ្ចប់ហើយគាត់នៅគេងលក់លឿនពេកដែលគាត់ក៏មានចង្អល់ដែរគេងបានតែបន្តិចទ្វារក៏បានលាន់ឡើងដែលជាសំឡេងគោះពេលនោះនៅពេលដែលគាត់ដើរទៅបើកទ្វារទើបគាត់ដឹងថាបងប្រុសគាត់មកដល់ហើយអញ្ចឹងនៅពេលនេះគឺគាត់គេងជាមួយនឹងប្អូនរបស់គាត់បងប្រុសរបស់គាត់គឺគេងនៅលើគ្រែមួយដាច់តែឯងដោយសារតែបងប្រុសគាត់ហត់ខ្លាំងពេកអញ្ចឹងគាត់គ្រាន់តែចូលដល់បន្ទប់ភ្លាមគាត់បើកវេលាក៏ចូលមួយទឹកហើយឡើងគេងបាត់ទៅយើងកាត់ចូលដល់ម៉ោង12យប់ពេលនោះម្ចាស់សាច់រឿងមិនដឹងថាហេតុអ្វីស្រាប់តែបើកភ្នែកឡើងព្រឹមនៅពេលដែលគាត់បើកភ្នែកឡើងគាត់បានឃើញមនុស្សស្រីម្នាក់ហើយមានក្មេងម្នាក់ទៀតកំពុងតែលេងជាមួយនឹងបងរបស់គាត់ដោយស្ត្រីម្នាក់នោះគឺសង្កត់បងប្រុសរបស់គាត់តែម្ដងហើយកូនវិញគឺចាប់ជើងបងប្រុសរបស់គាត់ហើយកេះគាត់គិតថាគាត់សម័យហើយតែគាត់ព្យាយាមព្រិចភ្នែកបើកភ្នែករបៀបម៉េចក៏នៅតែឃើញច្បាស់មែនតើហ្មងថាកំពុងតែសង្កត់ហើយម្នាក់ទីកំពុងតែអេះជើងរបស់បងគាត់ស្របពេលនោះបងប្រុសរបស់គាត់បានឆ្លើយតបថាអូយធុញណាស់វើយអញងួយដេកចង់ងាប់អញអត់បានដេកមួយថ្ងៃទេវើយគឺឆ្លើយតបទៅជាមួយនឹងសកម្មភាពមួយហ្នឹងតើសកម្មភាពដែលគាត់បានឃើញនេះវាទូទាត់គ្នាទេវាគប់ជួនពេកហ្នឹងផុតពីនោះគាត់ក៏សង្ងំគេងទាំងភ័យតែគេងមិនលក់ទេបានតែបន្តិចនៅពេលដែលគាត់បើកភ្នែកព្រឹមឡើងស្រាប់តែគាត់ឃើញម្នាក់ស្រីនឹងកំពុងតែជន់លើប្អូនរបស់គាត់តែម្ដងតែចម្លែកថាវិញ្ញាណកូនក្មេងមួយទៀតអត់ឃើញនៅនឹងឃើញតែស្ត្រីដែលនៅនឹងគឺកំពុងតែឈរពីលើប្អូនរបស់គាត់ស្របពេលដែលគាត់ឃើញឈរចឹងប្អូនរបស់គាត់ក៏ចាប់ផ្ដើមស្រែកយំឡើងគាត់ឃើញអញ្ចឹងគាត់បានស្ទុះទៅអោបដោយមិនរបៀបថាអោបប្អូនឲ្យបាត់ភ័យទាំងខ្លួនឯងនៅភ័យហើយឃើញកំពុងតែជន់នៅលើប្អូនរបស់ខ្លួនឯងហើយប្អូនរបស់គាត់គឺយំមិនបើកភ្នែកនោះទេគាត់ព្យាយាមអោបប្អូនគាត់យ៉ាងណែនហើយសង្ងំគេងទោះមានរឿងអីក៏ដោយយើងសង្ងំគេងសិនណាគេងប្រហែលសង្ងំប្រហែលជាបាន15នាទីទៅមុខទៀតស្រាប់តែគាត់ឮសំឡេងនៅពេលនោះហើយដែលគាត់បើកភ្នែកឡើងគឺគាត់បានឃើញខ្មោចស្រីនោះកំពុងតែអង្គុយលើប្អូនរបស់គាត់ចំពាក់កណ្ដាលខ្លួនហើយយកដៃទៅវាយចំកណ្ដាលខ្នងប្អូនគាត់តែម្ដងលឺសូរដឹបគាត់បើកភ្នែកយ៉ាងស្រឡាំងកាំងណាគាត់ឃើញច្បាស់នៅនឹងភ្នែកស្របពេលដែលប្អូនរបស់គាត់ស្រែកអារបៀបអារបៀបឈឺទាំងមិនបើកភ្នែកទាល់តែសោះមកត្រឹមគាត់ឃើញគេដឹងថាគាត់ឃើញគេស្រាប់តែម្នាក់នឹងអោនមុខមកគៀកមុខគាត់តែម្ដងគាត់ថាចម្ងាយដែលមុខពីមិនខ្មោចស្រីនឹងមកគាត់គឺចម្ងាយត្រឹម2ម្រាមដៃតែប៉ុណ្ណោះគឺគៀកយកតែមែនទែនពេលនេះគឺគាត់ភ័យខ្លាំងមែនទែនគាត់ភ័យឡើងព្រឺហូមឡើងចង់គាំងខ្លួនណាគាត់អត់ដឹងធ្វើវិធីអីគាត់ស្រែកយកមួយទៅហឹងរហូតដល់បងគាត់ភ្ញាក់កន្ត្រាក់ឡើងមកបើកភ្លើងហើយទេទៅរកពូរបស់គាត់ភ្លាមនៅពេលដែលទេហើយលោកពូរបស់គាត់បានហៅពួកគាត់មកគេងនៅបន្ទប់របស់គាត់គឺបន្ទប់405នៅពេលនេះម៉ោងប្រហែលជា 12:45 នាទីហើយទាំងពូទាំងមីងទាំងក្មួយចំនួន3នាក់គឺលើកពូកមកគេងនៅផ្ទាល់អត់តែម្ដងអត់គេងនៅលើខែទេផ្គុំពូកជោគគ្នាហើយគេងដោយតម្រៀបគ្នាទី1គឺពូទី2គឺអ្នកមីងទី3បងប្រុសរបស់គាត់គេងនៅចំកណ្ដាលគាត់ហើយនឹងប្អូនរបស់គាត់គេងនៅគៀនគេងបានប្រហែលជា35នាទីប្អូនរបស់គាត់ក៏ចាប់ផ្ដើមស្រែកម្ដងទៀតដែលធ្វើឲ្យម្នាក់ដឹងខ្លួនតែទាស់ត្រង់ថានៅពេលដែលម្នាក់ដឹងខ្លួនថាមានរឿងអីប្អូនរបស់គាត់នៅគេងនៅឡើយគឺមិនដឹងខ្លួនទាល់តែសោះម្នាក់ក៏ព្យាយាមលួងព្យាយាមបងអែលឲ្យប្អូនគេងវិញហើយក៏បន្តគេងបានត្រឹមតែប្រមាណមិនដល់5នាទីផងប្អូនរបស់គាត់បានស្រែកម្ដងទៀតប្អូនរបស់គាត់ដែលគេងជាប់គាត់នេះចាប់ឡើងហ៊ីហ៊ូអាគេងអត់ស្កប់នៅពេលដែលគាត់បើកភ្នែកមើលទៅគឺទាំងខ្មោចស្រីនិងខ្មោចកូនក្មេងនឹងកំពុងតែលេងប្អូនរបស់គាត់កំពុងតែអង្គុយនៅលើប្អូនរបស់គាត់បែរមុខមកកាន់គាត់ហើយស្ញែងដាក់គាត់ម៉ោង4ភ្លឺពួកគាត់បានសម្រេចចិត្តថាមកអង្គុយនៅតុទទួលភ្ញៀវវិញនៅពេលដែលចុះមកដល់ក្រោមដល់តុទទួលភ្ញៀវនេះមុខរបស់ពួកគាត់គឺស្លេកអស់ហើយទាស់ត្រង់ថាខាងសេវាកម្មបានឃើញពួកគាត់ហើយតែមិនមានសំណួរអ្វីទាំងអស់មកកាន់គាត់មិនសួរថាមានរឿងអ្វីមិនសួរថាកើតអ្វីគឺអត់សួរអ្វីទាំងអស់ធ្វើដូចអត់ឃើញពួកគាត់ណា
ហើយទៅធ្វើការរបស់គេរៀងខ្លួនណាហើយពួកគាត់ក៏សង្ងំគេងរហូតទៅដល់ភ្លឺទ្រាំដល់ភ្លឺគាត់ញ៉ាំអាហារពេលព្រឹកហើយគាត់ចាប់ផ្ដើមរុះរាន់ចេញមកទីក្រុងភ្នំពេញវិញនៅពេលដែលចេញផុតពីសន្តាគារពួកគាត់ក៏វិភាសាគ្នាថាតើយប់មិញមានរឿងអ្វីកើតឡើងតោះឥឡូវនេះយើងចូលទៅដល់ចក្ខុវិស័យរបស់តួអង្គនីមួយៗដែលនៅក្នុងបទពិសោធន៍មួយនេះអ្នកមីងរបស់គាត់បាននិយាយថាអ្នកមីងគាត់ជួបតាំងពីខ្លោងទ្វារចូលសន្តាគារម៉េះនៅពេលដែលស្រែកឲ្យពូជន់ហ្វ្រាំងហ្នឹងគាត់ឃើញក្មេងបកង់ទៅណាមកបកង់កាត់ពលឺប៉ុន្តែដល់ពេលផុតពលឺហ្នឹងគឺបាត់ក្មេងហ្នឹងឲ្យឈឹងតែម្ដងទៀតគឺគាត់ជួបនៅពេលដែលឡើងចរាយន្តនៅពេលដែលគាត់ឡើងចរាយន្តនេះគាត់បំរុងទៅជាន់ទី5ហើយតែនៅដល់ជាន់ទី4នេះស្រាប់តែគាត់មានអារម្មណ៍ថាមានអ្វីមួយដែលរុញគាត់ចេញអត់ឲ្យគាត់នៅក្នុងហ្នឹងណាអញ្ចឹងគាត់ក៏សម្រេចចិត្តថាគាត់ចុះត្រឹមជាន់ទី4ហ្នឹងមុនគេនៅពេលដែលគាត់ដើរតម្រង់ទៅបន្ទប់កាន់សោតម្រង់ទៅបន្ទប់ខ្លួនឯងនេះស្រាប់តែមានមនុស្សស្រីម្នាក់ដើរកាត់គាត់ចូលទៅបន្ទប់មួយទៀតដែលនៅជាប់គាត់ហើយពេលនោះហើយដែលគាត់ដឹងថាបន្ទប់មួយនោះគឺជាបន្ទប់ដែលជួសជុលអត់មានក្រែអត់មានអីទេជាបន្ទប់ជួសជុលតែម្ដងនៅពេលដែលគាត់អើតមើលម្នាក់ស្រីនោះក៏មិនឃើញសំហោនោះដែរនៅពេលដែលបងប្រុសរបស់គាត់បានមកដល់ក្រុងព្រះសីហនុនេះដែលទេឲ្យពូគាត់ទៅយកនេះពូរបស់គាត់នេះក៏ហៅអ្នកមីងរបស់គាត់នឹងទៅដែរតែអ្នកមីងរបស់គាត់ខ្ជិលអញ្ចឹងគាត់សម្រាប់នៅក្នុងបន្ទប់តែម្នាក់ឯងនៅពេលដែលម្នាក់ឯងនឹងហើយដែលគាត់ឃើញច្បាស់តែម្ដងគឺខ្មោចស្រីនឹងហក់មកសង្កត់គាត់មិនមែនយកសពទេណាគឺស្ដែងហក់មកច្បាច់កគាត់ហើយអាខ្មោចក្មេងនឹងចាប់ជើងគាត់ណាហើយអាខ្មោចម៉ែនឹងគឺមកច្បាច់កគាត់រើតម្រាំតែរួចនៅពេលដែលគាត់រើរួចហ្នឹងហើយគាត់ស្ទុះចុះទៅខាងក្រោមចាំពូរហូតដល់គាត់ត្រឡប់មកវិញបោះដំណើរពីបងប្រុសរបស់គាត់វិញបងប្រុសគាត់ប្រាប់ថាគាត់ឲ្យហេតុតាំងពីនៅលើឡានមកម្លេះព្រោះនៅពេលដែលគាត់នៅលើឡានគាត់ក៏រាប់ញាតណាគាត់និយាយជាមួយពូមីងអ៊ំនៅក្នុងឡានហ្នឹងទៅហើយពូមីងអ៊ំហ្នឹងក៏បានសួរគាត់ថាគេងនៅសន្តាគារណាគាត់ក៏បានប្រាប់ពីសន្តាគារដែលគាត់គេងគ្រាន់តែឮឈ្មោះសន្តាគារភ្លាមម្នាក់លាន់មាត់ហ្មងថាហើយហ៊ានគេងនៅហ្នឹងដែរកន្លែងហ្នឹងគឺល្បីខ្មោចលងណាអត់ដឹងទេហីគាត់ថាដឹងតែបានបន្ទប់ free ឲ្យធ្វើម៉េចអញ្ចឹងគាត់មានតែគេនៅហ្នឹងរហូតដល់គាត់មកដល់អូតែលនៅពេលដែលគាត់មកដល់ជាន់របស់គាត់នេះគាត់មានអារម្មណ៍ព្រឺសម្បល់ខ្លាំងមែនទែនហើយនៅពេលដែលគាត់ដើរតម្រង់ជិតដល់បន្ទប់ស្រាប់តែគាត់ឃើញមានក្មេងម្នាក់មានតែខោតែប៉ុណ្ណោះហើយខ្លួនឡើងខ្មៅរត់កាត់គាត់ទម្លុះជញ្ជាំងផុតពីនឹងនៅពេលដែលគាត់ដើរកាន់តាគៀកបន្ទប់គាត់ឃើញខ្មោចស្រីម្នាក់នឹងឯងស្លៀកឈុតបែបផែនបុរាណអញ្ចឹងគាត់បានត្រៀមខ្លួនរួចមកហើយថាយប់នេះប្រកាសជាលេងគាត់ហើយណាមួយទៀតគាត់គឺជាលោកគ្រូពេទ្យផងអញ្ចឹងក្នុងករណីនេះហើយរឿងចឹងប្រហែលជាគាត់ជួបច្រើនគាត់ក៏ជាអ្នកជឿដែរអញ្ចឹងគាត់បានប្រុងខ្លួនទុករួចជាស្រេចបើផ្សិនជាប្អូនស្រីរបស់គាត់វិញប្អូនរបស់គាត់បានប្រាប់ថានៅពេលដែលគាត់កំពុងតែងូតទឹកត្រាំទឹកលេងនេះគាត់មានអារម្មណ៍ថារលកទឹកតិចដូចជាគួរនិយាយថានៅពេលដែលយើងគេងត្រាំលេងទៅអត់ក៏មើលខ្លួនទឹកវាមិនស្ងប់នៅពេលដែលទឹកស្ងប់នេះស្រាប់តែមានរលកទឹករបៀបថាដូចមានដៃមួយមកចុចនៅលើទឹកហ្នឹងណាឬក៏មានជើងមួយបោះចូលទឹកហ្នឹងដែលធ្វើឲ្យមានរលករៀងរង្វង់ហ្នឹងកើតឡើងដំបូងប្អូនស្រីរបស់គាត់នេះគិតថាប្រហែលជាមិត្តភក្តិជិតស្និទ្ធរបស់គាត់នឹងមកលេងព្រោះមិត្តភក្តិជិតស្និទ្ធរបស់គាត់នឹងទៅតែអស់បុណ្យប្រហែលជា7ថ្ងៃទេហើយថ្ងៃដែលគាត់មកដើរលេងហ្នឹងគឺជាថ្ងៃទី7នៃពិធីបុណ្យហ្នឹងហើយអញ្ចឹងប្រហែលជាមិត្តភក្តិគាត់មកលេងហើយតែអារឿងដែលខ្មោចស្រីបានវាយខ្នងគាត់នេះគឺគាត់បានប្រាប់ថាគាត់ឈឺមែនទែនហើយនេះគឺជាបទពិសោធន៍របស់គាត់ប៉ះចំអូតែលដែលល្បីឈ្មោះយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់បទពិសោធន៍មួយនេះសម្រាប់ខ្ញុំអាហ្នឹងគាត់ទៅសបុកអីគួរតែនិយាយថាអញ្ចឹងទៅសបុកបាត់អីហ្នឹងអញ្ចឹងរឿងអីមិនជួប